តារាចម្រៀងមាសសុកសោភាទម្លាយអាកំបាំងបែកគ្នាជាមួយស្វាមីក្រោយរួមរស់ជាមួយគ្នាជាង10ឆ្នាំនិងបែកធ្លាយរឿងតាអេសីភ្នំត្បែងជ្រែកស្នេហាបោកលុយជាង$230,000ទី8ខែឧសភានេះតារាចម្រៀងមាសសុកសោភាបានទម្លាយអាកំបាំងបែកគ្នាជាមួយស្វាមីក្រោយរួមរស់ជាមួយគ្នាជាង10ឆ្នាំបែកធ្លាយរឿងតាអេសីភ្នំត្បែងជ្រែកស្នេហ៍បោកលុយជាង$230,000នៅថ្ងៃទី8ខែឧសភានេះតារាចម្រៀងមាសសុកសោភាបាន live វីដេអូដ៏វែងអន្លាយនិយាយពីទំនាក់ទំនងខ្លួននិងអតីតស្វាមីរបស់ខ្លួនដែលមានរឿងចម្រូងចម្រាសនឹងគ្នាយូរឆ្នាំមកហើយតែដើម្បីគ្រួសារនាងសុកចិត្តខំមើលសង្កត់ចិត្តនិងតស៊ូរស់នៅជាមួយគ្នារហូតមកដល់សប្តាហ៍ថ្ងៃនេះមុននឹងចេញវីដេអូ live នេះស្វាមីរបស់មាសសុកសោភាគឺលោករ៉ាដាបានហែកហួរមាសសុកសោភារឿងតាអេសីភ្នំត្បែងជ្រែកស្នេហ៍បោកលុយជាង$230,000ពេលនេះមាសសុកសោភាបានប្រកាសជាសាធារណៈថានាងនិងស្វាមីរបស់នាងបានបែកផ្លូវគ្នាហើយបន្ទាប់ពីរស់នៅជាមួយគ្នាជាង10ឆ្នាំក្នុងសម្ពាធផ្លូវចិត្តដ៏ធ្ងន់ធ្ងរសុកសោភាថែមទាំងនិយាយទៀតថាបើជ្រុលជាបែកគ្នាហើយដោះលែងខ្ញុំទៅបើអ្នកអាចជួយខ្ញុំបាននោះខ្ញុំខ្លាចស្លាប់ត្រូវរកក្តីសុខដាក់ខ្លួនបែបនេះហើយខ្ញុំលំបាកច្រើនមកហើយពេលកន្លងមក